រៀនធ្វើអីឲ្យសบายចិត្តត្រង់អំពើល្អអានឹងឯងបានហៅតែកូនចៅឆ្លាតសេចក្តីសុខហ្នឹងមិនមែនតល់តែយើងមានលុយមានកាក់ធ្វើកូនដែលមានសบายរីករាយលេងអីចឹងទៅបងតូចបងធំអីណាណីទេអានឹងគ្រោះថ្នាក់នៃជីវិតមិនអីវាចេះមិនអីដល់អីម្ដងងាប់បាត់ហើយឃើញទេចឹងហើយដូច្នេះយើងអាយុវែងអាយុខ្លីអីនឹងយ៉ាងណាឲ្យមកសបាយចិត្តជាមួយនឹងហៅថាអនិវច្ចសុខការងារដែលប្រសិជ្ជៈទោសធ្វើអ្វីឲ្យមានសតិស្មារតីនឹងឲ្យបានល្អសបាយចិត្តទាំងខ្លួនយើងទាំងមេត្តាបិតាក្រុមគ្រួសារហើយជីវិតរបស់យើងវាមិនមែនតែឯងទេគឺប្រតិទងអ្នករតីញាតិមិត្តបងប្អូនជាពិសេសឪពុកម្ដាយគ្រូបាអាចារ្យហើយយើងបានល្អទៅឃើញទេមេត្តាបិតាក៏គាត់សប្បាយចិត្តបងប្អូនអីរហូតដល់ទៅប្រទេសនគរទៀតនឹងឯងកិត្តិយសគេឈ្មោះប្រទេសនគរទៅទៀតដែលយើងបានល្អម្នាក់នឹងអញ្ចឹងទៅមើលដូចអ្នកណាអីដែលល្បីនាំយកកិត្តិយសប្រទេសជាតិអីឲ្យសង្គមបរទេសស្គាល់ស្រុកខ្មែរអីហ្នឹងដោយសមត្ថភាពក្នុងរឿងអីហ្នឹងឃើញទេមនុស្សយើងធ្វើបានអញ្ចឹងណាធ្វើបានអញ្ចឹងទទួលរង្វាន់ការលើកតម្កើងទៅជាវីរជនវីរនារីអីសម្រាប់ប្រទេសនគរអីចឹងទៅមនុស្សយើងធ្វើបានទេតាហើយយើងវាមិនដល់ណាដល់ណីគ្រាន់តែយើងចេះគិតថាជីវិតយើងចាប់តាក់ទងអ្នកដទៃហើយបើយើងមានទុកទោសគ្រោះថ្នាក់1 2 3ខ្វះសេចក្តីអត់ធន់មានរឿងអីវាយតប់អីចឹងទៅមែនអ្នកដទៃហ្នឹងចេះមកអភ័យឲ្យយើងដូចម៉ែឪទេណាម៉ែឪយើងខុស10 ដង 20 ដងគាត់ភ្លេចបាត់ហើយនៅតែទូមានព្រានបដៅអញ្ចឹងតែរឿងក្នុងโลกនេះខុសម្ដងជាប់គុកហើយឃើញទេមិនបាច់ចាំ2 ដងទេអាហ្នឹងហើយវាមិនមែនទុកសោកអីដៅកាហាយចិត្តអីតែខ្លួនយើងឯណាអ្នកដែលស្រឡាញ់យើងឃើញទេត្រូវកើតទុកដោយសារតែការប្រព្រឹត្តកម្មឆ្គងរបស់យើងខ្វះសេចក្តីអត់ធន់អីហ្នឹងណាដូចថាជែងអីម៉ូតូឡានអីទៅខឹងឯងជែងអញបើកបុកវាហ្មងអីចឹងទៅគឺមែនអាបន្តិចហ្នឹងគ្រាន់តែទ្រាំបន្តិចឲ្យគេទៅផុតទៅមានស្អីមនុស្សមិនដែរស្គាល់គ្នាផងហ្នឹងប៉ុន្តែទ្រាំបន្តិចមិនបានហើយទ្រាំទៅដេកគុក20 ឆ្នាំបានណាអញ្ចឹងអញខ្លាចគុកឯងដើរចូលគុកកាប់សម្លាប់អីចឹងទៅភរិយាស្វាមីអីទាំងអស់ហ្នឹងអានឹងតាមពិតគឺដោយអំណាចនៃសេចក្តីក្រោធកើតឡើងវាឲ្យគិតអញ្ចឹងចឹងអាហ្នឹងគឺយើងកុំប្រហែសណាសេចក្តីក្រោធកើតឡើងវាមានគំនិតផ្សេងមិនមែនដូចគំនិតយើងនៅធម្មតាសុខស្ងប់ស្រួលបួលវាចិត្តតែគិតបានល្អបានត្រូវតែបែខឹងវាគិតចឹងណាគិតថាសម្លាប់គេឲ្យដើរចូលគុកខ្លួនឯងអីចឹងទៅទីបំផុតក្តៅកាហាយស្ដាយក្រោយហ្នឹងចឹងយើងរៀនអត់ធន់រឿងរ៉ាវអីតិចបន្តួចនឹងទៅបើយើងថាដើម្បីឲ្យគេស្រួលចិត្តសុំទោសអីគេចឹងទៅរឿងមាត់កយើងចេះសុំទោសនេះមានអានុភាពទេអ្នករតីទន់ចិត្តទៅតែហ្មងទេនឹងឯងចឹងទៅយើងមកផ្ទះវិញជួបជុំភរិយាស្វាមីកូនប្រុសស្រីសម្រាប់សម្រាមស្រួលហើយវាយើងមិនព្រមរៀបសម្រួលចឹងទេចេះតែបង្កវាយតប់អីចឹងទៅរោតែរបួសស្នាមឬក៏អាចស្លាប់បាត់បង់ជីវិតយើងអត់ហ៊ានចូលផ្ទះហ่ะនឹងឯងរត់ទៅដេកហាលមូសណានៃអីប្រហែលឆ្នាំក៏នៅតែគេតាមចាប់បានចឹងទៅឃើញទេដូច្នេះយើងត្រូវរៀនអត់ធន់ចឹងចង់បញ្ជាក់ឲ្យឃើញថាបើយើងមានអ្នកដតីជាទីស្រឡាញ់យើងមិនចង់ព្រាត់ប្រាសពិភពយាស្វាមីមេត្តាបិតាបងប្អូនយើងក៏ត្រូវតែធ្វើជាមនុស្សល្អដើម្បីយើងបានរស់នៅជាមួយគ្នានឹងអ្នកល្អដែលយើងស្រឡាញ់ហ្នឹងអាហ្នឹងវាទាំងអស់គ្នាមួយយើងក៏ជាទីស្រឡាញ់របស់អ្នកដតីមួយទៀតអ្នកដតីក៏ជាទីស្រឡាញ់របស់យើងដូច្នេះ
មានតែការដែលយើងត្រូវតែមានស្មារតីមានបញ្ញាក្នុងកិច្ចការងារដែលយើងប្រព្រឹត្តហ្នឹងឲ្យបានឆ្លាតដើម្បីជាគ្រឿងរក្សាខ្លួនអានឹងបានថាបានបញ្ញាហ្នឹងល្អណាស់